nhưng thói video ngàyនេះប្រហែលជាពេលញ៉ាំពួកអីខ្ញុំចង់បង្ហាញបងប្អូនដឹងថានៅប្រទេសនេះគេអត់ដូចនៅប្រទេសខ្មែរទេដោយសារទី1អាកាសធាតុទី2ម្នាក់ព្រលឹមឡើងគឺគាត់ចេញទៅធ្វើការហើយមកតែគេចេញធ្វើការចាប់ពីម៉ោង7ទៅគេស្លៀកពាក់ស្លៀកអីទៅធ្វើការហើយនៅក្នុងភូមិនេះក៏នៅក្នុងតាមបណ្ដាផ្លូវភូមិផ្លូវផ្ទះទូអញ្ចឹងក៏យើងអត់មានបើកលឿនដែរគឺយើងបើកតាមបន្តិចទេបើឃើញអ្នកដើរវិញយើងបើកសឹងថាឈប់គាត់មានគៀអ្នកដើរអត់មានអីទេនៅនេះហ៎ថ្ងៃនេះសម្រាប់យើងនិយាយចាស់យកនេះញ៉ាំផ្លែពណ៌ស្វាយនេះឡាននេះមានឡានអ្នកនៅក្នុងភូមិហ្នឹងហើយនឹងឡានអ្នកធ្វើការពួកអីនៅកន្លែងហ្នឹងមានឡានដូចជាឡានទឹកគេដាក់ផាកស្វាយលីសហើយស្អែក holiday មួយថ្ងៃដូចថ្ងៃបន់អីគេខ្ញុំភ្លេចដែរគ្រូប្រាប់តែអត់ចាំវាមានការតាំងពីឆ្នាំ1990បន់ហ្នឹងholiday មួយថ្ងៃស្អែកនេះផ្លូវក្នុងភូមិដែរខែតិចចប់មានណាគេដើរមានខ្ញុំទេជិះកង់ម្នាក់ឯរួមខែតិចជិះកង់ជិះឡានគេអត់ដើរទេមេឃព្រៀកដូចគ្នាគេដើរច្រើនគឺនៅខែក្តៅហើយខែក្តៅហ្នឹងអ្នកខ្លះក៏ដើរក៏រវល់ការអ្នកខ្លះអត់មានការងារថាក៏អត់រវល់អញ្ចឹងទៅក៏ដើរនេះឡានហ្នឹងនៅខាងហ្នឹងដែលគេមានបុគ្គលិកមានអីគេចប់ហ្នឹងកន្លែងហ្នឹងហើយដល់ពេលនៅខាងមុខនោះមន្ទីរពេទ្យបើខែក្តៅគេចិត្តដែរនៅពេលល្ងាចពេលដូចជាគេញ៉ាំបាយហាត់នៅម៉ោង 2 3គេចាប់តាមចេញដើរហើយខ្លះជីកង់ជីអីចឹងណាហើយពេលទៅលំឡើងគេធ្វើការងារគេនេះបងប្អូនឃើញអត់ចឹងផាតគេនៅខាងនោះអូខ្ញុំស្ពុកដៃអត់ពីសូមដៃថ្ងៃនេះចុះអាប់ខ្លាំងនៅប្រាំងអត់សូវខ្ញុំភ័ក្រនៅប្រាំងគាត់ផ្ញើពីធ្វើមកឲ្យខ្ញុំដល់ពេលរួចចឹងទៅគាត់អត់ទៅជាពួយ21 22ណោះដល់ខ្ញុំនៅនេះលេងអូយ10អាហ្នឹងរបៀបថាតិចមិនតិច10ជាងថា15ចុះតែបើនឹងចុះអានេះចូលប្រហែលជាប្រហែលហ្នឹងអានេះកាត់ថែនមានគេដើរម្នាក់ដែរនោះកន្លែងកូនក្មេងកន្លែងដូចថាកូនក្មេងរៀនណាចាំដួលកូនក្មេងណាបាទចាប់ពីអាយុ5ចុះកូន5 ពី3ឆ្នាំនេះគេមានតាមកម្រិតកូនក្មេងអាយុអញ្ចឹងណាថ្ងៃនឹងសង្ស័យអត់រៀនហ្នឹងបាទតែឃើញកូនក្មេងព្រោះគាត់ដល់បើរៀនអញ្ចឹងកាត់ម្ដាយគាត់ផ្ទះនៅក្បែរហ្នឹងអញ្ចឹងនាំមកហ្នឹងឯង